កលេចមកកាន់ទំនប់ចិត្តផនសាធារណជនវិញដោយសារតែមូលទៅ digital លឿនពេកវាធ្វើឲ្យមានការវាយប្រហារតាមបែប digital មកដូចគ្នាផងដែរតើនៅក្នុងនាមជាក្រសួងមានយន្តការឬក៏វិធីសាស្ត្របែបណានៅក្នុងការជ្រាបជម្រាបទៅកាន់សាធារណជនឲ្យលោកមានទំនុកចិត្តហើយផ្លាស់ប្ដូរទៅប្រើប្រាស់ digital ដើម្បីជួយជំរុញសេដ្ឋកិច្ច digital បាទបាទអរគុណពាក់ព័ន្ធនឹងទស្សនវិជ្ជា security និងការបង្កើនជំនឿទុកចិត្តទៅសាធារណជនមកលើការប្រើប្រាស់ថ្នាលឬក៏ប្រព័ន្ធ digital របស់រដ្ឋាភិបាលឬក៏ប្រព័ន្ធ digital ទូទៅយើងដឹងហើយថាឥឡូវនេះយើងថាសង្គម digital គឺយើងរស់នៅក្នុងលំហ digital ហើយគឺស្ទើរតែយើងខ្វះវាមិនបានបាទអត់មានទូរស័ព្ទគឺក្តៅក្រហាយអីឥឡូវអត់មានកុំព្យូទ័រឬក៏អត់មានអ៊ីនធឺណិតចាប់ផ្ដើមក្តៅក្រហាយអញ្ចឹងហាក់ដូចជាគ្រប់គ្នារស់នៅក្នុង digital space ដែលត្រូវមានការប្រុងប្រយ័ត្នហើយនឹងរបៀបរៀនរបៀបរស់នៅក្នុងលំហថ្មីបាទអញ្ចឹងហើយការចោរកម្មឬក៏ក្រិតកម្មឬក៏ការឆបោកក៏មាន new way of របៀបនឹងដែរនៅក្នុងលំហ digital នឹងអញ្ចឹងប្រជាពលរដ្ឋជាក់ស្ដែងបច្ចុប្បន្នគាត់ចាប់យកការប្រើប្រាស់ digital ហ្នឹងតគ្នាហើយវាដោយមិនបានចាប់អារម្មណ៍ពីសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការនៅលើប្រព័ន្ធ digital ណាមួយទេឧទាហរណ៍ដូចប្រើ QR ចេះប្រើទៅគឺ trust តគ្នាហើយនៅពេលមានបញ្ហាមួយចំនួនកើតឡើងហើយក៏យើងមានឃើញបទពិសោធន៍ដែរការឆបោកការបាត់គណនីការបាត់លុយឬក៏ការមានវិវាទនៅក្នុងប្រតិបត្តិការ digital ដែលឧទាហរណ៍បាញ់លុយខុសឬក៏ចុះប្រតិបត្តិការខុសគឺនៅមានភាពស្មុគស្មាញអញ្ចឹងប្រជាពលរដ្ឋក៏គាត់រៀងល្អប៉ុន្តែជាអត់ផុតគឺនៅតែប្រើអញ្ចឹងអ្វីដែលខ្ញុំគិតថាអ្នក provider ប្រព័ន្ធ digital ទាំងរដ្ឋទាំងឯកជនគឺត្រូវពង្រឹងប្រព័ន្ធសុវត្ថិភាពប្រព័ន្ធរបស់ខ្លួនទី1ហើយទី2បង្កើនការយល់ដឹងទៅសាធារណជនទូទៅតែម្ដងគឺមិនមែនតែរដ្ឋទេគឺគ្រប់គ្នាគឺបញ្ជ្រាបតគ្នាហើយពិសេសប្រជាពលរដ្ឋដែលគាត់ធ្លាប់ជួប case ការឆបោកហ្នឹងច្បាស់ជាគាត់មានបទពិសោធន៍ហ្នឹងគាត់ចែកម្លែកតគ្នាទៅថាហ្នឹងអាហ្នឹងត្រូវប្រយ័ត្នបាទជួប case ហ្នឹងជាក់ស្ដែងត្រូវប្រយ័ត្នហើយបន្ថែមពីលើការចែកម្លែកតគ្នារបស់ប្រជាពលរដ្ឋគឺយើងមាន public awareness ទៅលើ security តាមរយៈក្រសួងសេដ្ឋកិច្ចយើងមានកម្មវិធីផ្សព្វផ្សាយជា workshop ជា awareness session អីផ្សេងហ្នឹងគឺមាន security awareness ជា basic ជា common ជា issue ទូទៅជាបញ្ហាដែលកើតឡើងទូទៅហ្នឹងយកទៅចែកម្លែកអញ្ចឹងចូលរួមគ្នាចែកម្លែករឿងដែលជាបទពិសោធន៍ជា trick ខ្លីៗពាក់ព័ន្ធនឹងបញ្ហា security នេះខ្ញុំគិតថាវាជារឿងសំខាន់ហើយបញ្ច្រាស់មកវិញថាដើម្បីបង្កើនកាត់បន្ថយអាហ្នឹងមានតែការកសាងក្របខ័ណ្ឌគតិយុត្តបន្ថែមទៀតទេដើម្បីជួយគាំពៀការគ្រោះថ្នាក់ដែលកើតឡើងឬក៏ឧក្រិដ្ឋកម្មដែលកើតឡើងដោយការប្រើប្រាស់ប្រព័ន្ធ digital នេះ